โยงตามปฏิการจงกรอยបំផុតនាថ្ងៃទី10ខែមករាឆ្នាំ2026នេះប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានបង្កើនសម្ពាធយ៉ាងខ្លាំងជុំវិញបំណងចង់ទទួលបានកោះ Greenland មកគ្រប់គ្រងដោយលើកឡើងពីហេតុផលសន្តិសុខជាតិនិងការប្រកួតប្រជែងជាមួយរុស្ស៊ីនិងចិនទាំងនេះគឺជាចំណុចសំខាន់នៃសេចក្តីថ្លែងការណ៍និងស្ថានភាពបច្ចុប្បន្នហេតុផលនៃការចង់បាន Greenlandនៅក្នុងកិច្ចប្រជុំជាមួយនាយកក្រុមហ៊ុនប្រេងនិងឧស្ម័ននៃសេតាវិមានកាលពីថ្ងៃសុក្រ9មករា2026លោក Trump បានថ្លែងថាដោយលោកអះអាងថាប្រសិនបើសហរដ្ឋអាមេរិកមិនកាន់កាប់ Greenland ទេនោះរុស្ស៊ីឬចិននឹងចូលទៅគ្រប់គ្រងជាមិនខានលោកបាននិយាយថាយើងមិនចង់មានរុស្ស៊ីឬចិនជាអ្នកជិតខាងនោះទេលោកសង្កត់ធ្ងន់ថាការមានមូលដ្ឋានតបជួលដូចជាមូលដ្ឋានតបអាកាសធូលេគឺមិនគ្រប់គ្រាន់ទេលោកត្រូវការសិទ្ធិជាម្ចាស់ឬ ownership ដើម្បីធានាការប្រកាសបានពេញលេញទោះបីជាលោកTrumpនិយាយថាចង់បាន Greenland ដើម្បីសន្តិសុខក៏ដោយប៉ុន្តែអ្នកជំនាញមើលឃើញថាកោះនេះមានធនធានរ៉ែដ៏មានតម្លៃ rare earth និងប្រេងយ៉ាងច្រើនដែលអាមេរិកចង់គ្រប់គ្រងដើម្បីប្រជែងជាមួយចិនលោក Trump បានប្រមានថាលោកនឹងធ្វើសកម្មភាពលើ Greenland ទោះបីជាមានការយល់ព្រមឬមិនយល់ព្រមក៏ដោយវិធីសាស្ត្រងាយស្រួលដែល easy way គឺការចរចាទិញកោះនេះពីប្រទេសដាណឺម៉ាកឬការធ្វើឧបត្ថម្ភផ្ទាល់ដល់ប្រជាជន Greenland ប្រហែល $10,000 ទៅ$100,000 ក្នុងម្នាក់ដើម្បីឲ្យពួកគេផ្ដួលមកចូលរួមជាមួយអាមេរិកវិធីសាស្ត្រពិបាក The Hard Way សេតាវិមានបានបញ្ជាក់ថាការប្រើប្រាស់កម្លាំងយោធាគឺជាចម្រើនមួយជានិច្ចនេះបានធ្វើឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីលទ្ធភាពនៃការកាត់យកទឹកដីដោយបង្ខំទូយ៉ាងណានាយករដ្ឋមន្ត្រីដាណឺម៉ាកលោកស្រី Mette Frederiksen បានច្រានចោលយ៉ាងដាច់អហង្ការនិងប្រមានថាការវាយបង្ខំណាមួយលើ Greenland នឹងក្លាយជាចំណុចបញ្ចប់នៃអង្គការ NATO កងទ័ពដាណឺម៉ាកបានទទួលការរាយការណ៍ថាបានទទួលបញ្ជាឲ្យត្រៀមលក្ខណៈការពារខ្លួនចំណែកមេដឹកនាំអឺរ៉ុបជាច្រើនបានសម្ដែងការគាំទ្រដល់ដាណឺម៉ាកនិងថ្កោលទោសចំពោះការគំរាមកំហែងរបស់អាមេរិកដែលរំលោភអធិបតេយ្យជាតិឆាតិរីឯរុស្ស៊ីនិងចិនបានបដិសេធការអះអាងរបស់លោក Trump ថាពួកគេមានវត្តមានយោធាច្រើនជុំវិញ Greenland ដោយហៅវាថាជាលើសដើម្បីពង្រីកទឹកដីរបស់អាមេរិកការប្រកាសនេះបានកើតឡើងភ្លាមៗបន្ទាប់ពីប្រតិបត្តិការយោធារបស់អាមេរិកនៅប្រទេសវេណេស៊ុយអេឡាដែលបង្ហាញថាគោលនយោបាយការបរទេសរបស់លោក Trump នៅអាណត្តិទី2នេះគឺផ្ដោតខ្លាំងលើការគ្រប់គ្រងទឹកដីក្នុងអាដុះគោលខាងលិច